បាទជម្រាបសួរពុកម៉ែបងប្អូនទាំងគ្នាបាទថ្ងៃនេះក៏ខ្ញុំសូមវិភាគនិយាយពីកលាបដាល់គុណខ្មែរយើងបាទគឺវាយយប់នឹងហ្នឹងហើយបាទគឺពេជ្រសម្បត្តិជាមួយនឹងសុធីកាហៅមុខឈើបាទគឺពេជ្រសម្បត្តិក៏ល្អមកទម្រង់របស់គាត់ដែរវាយកលាករវាយបុកបាទហើយក៏ខាងសុធីមនុស្សឈើក៏ជាកលាករមួយវាយក្បាច់បាទហើយក៏ប៉ះគ្នាល្ងាចនេះដែរបងប្អូនគាត់ថាតាមខ្ញុំគឺខ្ញុំស្រឡាញ់ទាំងពីរបាទពួកគាត់គឺកលាកររឹងដូចគ្នាបាទគឺអេមខ្ញុំអត់យកខាងណាទេគឺខ្ញុំយកទាំងពីរបាទហើយជាកលាករខ្មែរដូចគ្នាបាទមានអីមានចាញ់ឈ្នះហ្នឹងឯងជាថាវានិយាយពីចំណុចសុធីគឺគាត់ល្អខាងក្បាច់គាត់គឺទប់តែមើលទម្រង់គាត់គឺវាយល្អគឺមនុស្សដូចគេដាក់ថាធានាមនុស្សឈើមែនបងប្អូនគឺវាយទៅមិនងាយទាំងត្រុតទេបងប្អូនគឺរឹងតំណងណាបងហើយក៏គាត់ធ្លាប់វាយនៅប៉ុស្តិ៍ថៃយូរឆ្នាំដែរសុធីកាបងប្អូនមានចូល 3-4 ឆ្នាំហើយក៏ពេជ្រសម្បត្តិក៏វាយឡើងរយៈធំដែរគឺកាលគាត់ទៅមានឈ្មោះគឺគាត់វាយមែនសុខថ្ងៃបានធ្វើប្អូនគាត់ដូចជាពេជ្រអតិទេពពេជ្រសង្ហាអីគឺអញ្ចឹងគាត់បាទតែប្អូនហើយអត់ទាន់ដឹងប្រភេទខាងណាឈ្នះខាងណាចាញ់ទេរវាងនេះទាំងពីរបាទគឺទាន់តែទស្សនាដល់គ្នានៅយុគនេះបាទហើយយើងមើលទាំងអស់គ្នាទៅបាទហើយវីដេអូហ្នឹងគឺខ្ញុំចង់និយាយតែប៉ុណ្ណឹងឯងបាទចង់និយាយពីនេះទាំងពីរគឺល្អបាច់ក្បោគឺរឹងដូចគ្នាបាទពេញបាត់ខាងវាយបុកវាយបុកគឺកើតហើយខ្លាំងតែម្ដងបាទអូខេសុធីក៏ល្អដែរហើយក៏ចាំមើលទាំងអស់គ្នាណាបងប្អូនបាទវីដេអូហ្នឹងគឺមានតែប៉ុណ្្នឹងហើយកុំភ្លេចជួយចុច like Subscribe Channel ខ្ញុំនេះមួយផងអរគុណបងប្អូនតែតែងស្រឡាញ់ខ្ញុំទៅដល់ខ្ញុំប្រឡងមកភ្លេច share វីដេអូខ្ញុំនេះមួយផងចូល comment like នេះមួយផងអរគុណ